Ông Bên ơi, nơi phumខ្ញុំឥឡូវក្តៅខ្លាំងណាស់ចោះភូមិអ៊ំវិញនួនហើយនួនមិនមែនក្តៅតែភូមិនួនទេភូមិអ៊ំក៏ក្តៅខ្លាំងដែរព្រោះព្រៃឈើត្រូវបានគេកាប់បំផ្លាញយ៉ាងអនាធបត័យដោយក្មួយដឹងស្រាប់ហើយសំឡេងម៉ាស៊ីនអាឈើពាកពេញព្រៃតាំងពីព្រលឹមទល់ព្រលប់អ្នកបែងអើយកំពុងនិយាយអីជាមួយចៅនួនហ្នឹងចាអ្នកញងខ្ញុំមិននិយាយអីទេខ្ញុំកំពុងនិយាយពីរឿងអាកាសធាតុក្តៅខ្លាំងនិងបញ្ហានៃការកាប់បំផ្លាញព្រៃឈើនឹងណាហើយចុះភូមិអ្នកញងឯងមិនមានបញ្ហាអីទេភូមិខ្ញុំក៏មានបញ្ហាដូចអ្នកដែរព្រោះយើងជាអ្នករស់នៅក្នុងតំបន់ព្រៃឡង់ហើយព្រៃនេះក៏ជិតបាត់បង់អស់ទៀតបាទជំរាបសួរលោកនាងអ្នកស្ដាប់វិទ្យុខ្មែរពិភពលោកជាទីគោរពរាប់អានបាទថ្ងៃនេះខ្ញុំបាទមានបន្ទាបបានជួបសម្ភាសជាមួយព្រះអង្គបុត្របន្ទិញដែលជាប្រធានបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមបាទថ្ងៃនេះខ្ញុំបាទមានប្រធានបទតាក់ទងទៅនឹងការកាប់បំផ្លាញព្រៃឈើនិងការចាប់ធានការរបស់រដ្ឋាភិបាលចំពោះឈ្មោះនៃការបំផ្លាញព្រៃឈើបាទកាលណាថ្លែងគុំបងពោយមិនពោកាលណាដោយសារព្រះអង្គគង់នៅក្នុងប្រទេសកម្ពុជាផ្ទាល់កណាហើយព្រះអង្គក៏តែងតែចុះទៅតាមបណ្ដាខេត្តមួយចំនួនដែលមានការកាប់បំផ្លាញព្រៃឈើច្រើនកណាចង់សួរព្រះអង្គថាតើតាមការចុះដែលព្រះអង្គទៅផ្ទាល់នៅតាមខេត្តដែលឈ្មោះកាប់បំផ្លាញព្រៃឈើដូចជាខេត្តព្រះវិហាររតនគិរីជាដើមហ្នឹងតែព្រះអង្គយល់ឃើញថាព្រៃឈើរបស់យើងហ្នឹងវាកាប់បំផ្លាញដល់កម្រិតណាបងជំរាបពោសាធុយើងមើលឃើញថាក្នុងដើមឆ្នាំ2016នេះទំហំនៃការកាប់ធំធេងណាស់បើប្រៀបធៀបទៅនឹងឆ្នាំ2015ហើយប្រៀបធៀបទៅឆ្នាំមុនកាលពី4-5ឆ្នាំមុនគឺឆ្នាំ2016នេះកាប់ធំហើយតាមអាត្មាបានអង្កេតមើលទិដ្ឋភាពជាក់ស្ដែង2016សម្រុកកាប់ព្រីនៅព្រីឡង់ធំជាងគេដោយសារឆ្នាំនេះព្រីផ្សេងវាអស់បាត់ទៅហើយដូច្នេះវាសល់តែព្រីឡង់មួយដែលជាបណ្ដុំឈើល្អបណ្ដុំឈើលេខ1ហើយឈ្មួញទុច្ចរិតបានលាកខ្លួននៅក្រមផ្លាកសម្បទានសេដ្ឋកិច្ចប៉ុន្តែគេធ្វើកិច្ចការរបស់គេធំបំផុតគឺកាប់ព្រីហ្នឹងហើយយកឈើប៉និតយកទៅលក់ទៅជួញដូរនៅស្រុកយួនរហូតដល់នាយករដ្ឋមន្ត្រីដែលយើងធ្លាប់តែឮកិត្តសន្យារហូតដល់ថាកាត់កកកាត់ដៃស្ដាំចូលបើគាត់ធ្វើកិច្ចការការពារព្រីឈើមិនបានប៉ុន្តែកាប់ធំណាស់ឆ្នាំនេះអាត្មាចុះទៅឃើញខេត្តដែលកាប់គ្រាន់តែព្រីដែលប្រសង់បានចូលទៅបំពុះពីថ្ងៃទី1ខែមិថុនារហូតដល់ថ្ងៃទី5ខែមិថុនាឆ្នាំ2015យើងបានទៅបំពុះដើមឈើបានជាង200ដើមហើយអាឈើធំមុខ100ពេត100សេ100ហុកហ្នឹងយើងវឺសក្នុងដី10ហិកតាយើងឃើញថាមានឈើ98ដើមហើយ98ដើមនោះយើងបានចងស្បង់ឆ្ពោះរួចហើយនៅក្នុងទឹកដីស្រុករវៀងនិងស្រុកជ័យសែនខេត្តព្រះវិហារក៏ប៉ុន្តែពេលដែលអាត្មាត្រឡប់មកដល់ទីក្រុងភ្នំពេញវិញហើយជាពិសេសក្នុងដើមឆ្នាំ2016នេះដីស្ងួតភ្លាមឈ្មួញទុច្ចរិតចូលទៅភ្លាមហើយគេសារស្បង់ដែលអាត្មាបានពំពុះពីដើមឈើនោះទៅចងនឹងមែកឈើផ្សេងគេកាត់យកអាដើមធំដែលអាត្មាបានពំពុះនោះទៅហើយរដ្ឋាភិបាលជាពិសេសសមត្ថកិច្ចរួមទាំងរដ្ឋបាលព្រៃឈើដែលគាត់ទៅដាក់ប៉ុស្តិ៍យាមនៅផ្លូវចេញពីព្រីឡង់ម៉ូនហ្នឹងគាត់អត់ដែលមើលឃើញទេចំពោះគេដឹកឈើធំប៉ុណ្ណាក៏ដោយក៏គាត់មើលអត់ឃើញដែរប៉ុន្តែបើអ្នកការពារចូលទៅវិញម្នាក់ក៏គេតាមពីរនាក់ក៏គេតាមណាសំបីអាត្មាចូលទៅពំពុះព្រីក្នុងគោលបំណងល្អដើម្បីរកសេចក្តីសុខឲ្យពិភពលោកនិងពុទ្ធបរិស័ទយើងដែលជួបបញ្ហាអាកាសធាតុប្រែប្រួលគ្រោះរាំងស្ងួតអីហ្នឹងយើងចង់បានឲ្យសល់ព្រីឈើដើម្បីបានសេចក្តីសុខដល់ញាតិញោមប៉ុន្តែអាជ្ញាធរហាមឃាត់យើងរហូតណាយកកំភ្លើងទៅតាមយាយីអីធ្វើបាបអញ្ចឹងមានន័យថាទំហំនៃការកាប់ឆ្នាំនេះបើមើលពីខេត្តព្រះវិហារកាប់ធំជាងគេកំពង់ធំស្រាកបន្តិចដោយសារវាអស់ទៅហើយកំពង់ធំព្រីឡង់ឥឡូវនៅសល់តែ2ស្រុកទេដែលគ្របដណ្ដប់គឺស្រុកសណ្ដាននិងស្រុកប្រាសាទបលាំងប៉ុន្តែដោយឡែកប្រាសាទបលាំងនោះក្រុមហ៊ុនទ្រីភិបហើយនិងក្រុមហ៊ុន CRCK វាស៊ីអស់ទៅហើយស៊ីព្រីអស់ដែរដូច្នេះវាថយការកាប់មិនមែនគេមិនចង់កាប់ទេវាអស់ព្រីត្រូវកាប់ហើយវានៅតែខេត្តស្ទឹងត្រែងដែលខ្លាំងជាងគេប៉ុន្តែយើងសោកស្ដាយណាស់ខេត្តស្ទឹងត្រែងឥឡូវនេះគឺមានអ្នកចំណាក់ស្រុកពីក្នុងស្រុកទៅនៅស្ទឹងត្រែងមានអ្នកទៅពីកំពតទៅពីអ្នកកំពង់ចាមទៅពីកាចេះនេះទៅនៅទ្រុសព្រីរឹបពឿនហេតានៅនោះកាប់បំផ្លាញដុតចូលយ៉ាងអនាធិបតេយ្យដោយសារមានឈ្មួញនោះគេមានល្បិចគេធ្វើលិខិតមួយទៅអគ្គនាយកដែនដីនគររូបនីយកម្មនឹងសំណង់ឲ្យគេរត់ការទៅដល់នាយករដ្ឋមន្ត្រីទៅដើម្បី
vô đầy núng tàu cặpបំផ្លាញហើយគេជួញគេស៊ីពីលើនង$500អញ្ចឹងទៅហើយដល់ពេលបានទៅគេទៅលក់ឲ្យអ្នកស្រុកធម្មតាហ្នឹង$1500ក្នុងមួយហិកតាគេជានឹង2ចិនហើយគេទៅសេលិខិតកុហកនាយករដ្ឋមន្ត្រីថាដីរិចរិលបន្ទាត់ពិតព្រីស្ដុកមហាសេនស្ដុកសំបីតែយើងរុកក៏រុកមិនរួចដែរដែលអាត្មាបានចូលទៅណានឹងបរិវេណស្តុកទឹងត្រែងខេត្តស្ទឹងត្រែងស្រុកថាឡាបរិវត្តមិនពូណាមុននេះបន្តិចព្រះអង្គមានធរណីកាថានៅឆ្នាំ2016ហ្នឹងគឺការកាប់បំផ្លាញព្រៃឈើហ្នឹងហាក់ដូចជាមានទំហំធំជាងឆ្នាំមុនទៅទៀតខណៈដែលរដ្ឋាភិបាលកំពុងតែចាត់ធានាការយ៉ាងក្តៅគគុកចំពោះជនដែលកាប់បំផ្លាញព្រៃឈើហ្នឹងតើចំណុចត្រង់ណាដែលព្រះអង្គឃើញថាការកាប់បំផ្លាញព្រៃឈើហ្នឹងវាខ្លាំងជាងឆ្នាំមុនទៅទៀតបងអូចម្រើនពោដោយសារពេលណាដែលនាយករដ្ឋមន្ត្រីសន្យាគឺផ្ទុយដូច្នេះបើគាត់សន្យាឲ្យទប់ស្កាត់មានន័យថាគាត់បើឱកាសឲ្យគេកាប់បន្ថែមដូច្នេះបានទំហំនៃការកាប់យើងមើលរូបភាព2រូបភាពទី1បំផ្លាញឲ្យដែលកាប់រួចហើយនិងបំផ្លាញឲ្យដែលមិនទាន់បានកាប់បំផ្លាញដែលកាប់រួចហើយគឺនៅរតនគិរីនៅមណ្ឌលគិរីនិងកញ្ចេះពេលដែលញោមនាយករដ្ឋមន្ត្រីចេញបទបញ្ជាឲ្យបង្ក្រាបដឹកនាំដោយលោកឧត្តមសេនីយ៍សៅសុខាជានាយថវិការដ្ឋនិងសម្ភារៈរបស់រដ្ឋមានឧទ្ធម្ភាគចក្រ2គ្រឿងជាដើមគ្រាន់តែហ៊ុនសែនចាប់បញ្ជាភ្លាមគឺដុតអស់រឹប10000ម៉ែត្រគីបគេដុតអស់ហើយគេដាក់ Facebook ឲ្យយើងឃើញដាក់ព័ត៌មានឲ្យឃើញនោះតិចតួចឯងអាដុតតង់កណូនោះប៉ុន្តែដែលយើងចូលទៅមិនឃើញទៀតនោះគេដុតច្រើនណាស់ហើយដែលអាត្មាថាកាប់ច្រើនដោយសារពីថ្ងៃទី1ខែកុម្ភៈរហូតដល់ថ្ងៃទី5ខែកុម្ភៈសមាជិកសហគមន៍ព្រៃឡង់បានដើរល្បាតព្រៃក្នុង5ថ្ងៃនោះយើងរកឃើញបទល្មើស73ករណីណាក្នុងមករំពេចភ្នែកហ្នឹងណានោះតែ5ថ្ងៃផងយើងរកឃើញ73ករណីហើយកាប់ឈើទំហំឈើសត្វមុខ100ជាង107 108 130អញ្ចឹងទៅដូច្នេះមានន័យថាបើប្រៀបធៀបទៅឆ្នាំមុនយើងចុះម្ដងចាប់បាន3 4ករណី5ករណី10ករណីឥឡូវចុះម្ដងចាប់បាន73ករណីដូច្នេះបានយើងមើលឃើញថាប្រៀបធៀបមើលនឹងរបាយការណ៍យើងទៅឆ្នាំនេះធំទំហំដោយសារករណី2ដែលអាត្មាថាទី1ព្រីវាអស់អាព្រីផ្សេងដែលគេកាប់នោះវាអស់វាសល់តែតំបន់ព្រៃឡង់យើងគេសម្រុកទៅកាប់ព្រៃឡង់វាមកពីច្រើនភាគីទៅកាប់ទីនោះចឹងហើយបានថាគំនិតនៃការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ព្រៃឡង់នោះវាខ្លាំងទី2ទៀតមានអ្នកស្រុកនិយាយថាអើយដល់រាបណានៅតែមានសម្ដេចហ៊ុនសែនយើងទិញអាតម្រៃទឹកទិញអារាវដើម្បីដឹកឈើទីទៅពីព្រោះសម្ដេចហ៊ុនសែនគាត់ឈ្នះឆ្នោតពីពួកយើងដូច្នេះយើងកាលណាគាត់ប្រកាសថាហើយឈប់កាប់ព្រៃទៅមានន័យថាគាត់ផ្ដល់ឱកាសឲ្យយើងហើយបើគាត់ធ្វើតឹងដាក់ពួកយើងធ្វើមិនបោះឆ្នោតឲ្យគាត់ដូច្នេះអាយុជីវិតរបស់គាត់គឺនៅព្រៃឈើដែលអនុញ្ញាតឲ្យយើងកាប់ហ្នឹងគាត់ចែកគ្នារោហើយម្យ៉ាងទៀតអ្នកស្រុកគាត់និយាយថាធ្វើមិនហ៊ានបិទការកាប់ព្រៃឈើបានបើមីទាហានមួយសារអ្នកជួញឈើសាពុកខ្មោចហ្នឹងមីទាហានឥឡូវវាមិនមែនមីទាហានទេមីខ្មោចមានន័យថាពុកស៊ីឈើដូច្នេះបើចាប់ខ្មោចហ៊ុនសែនកើតខ្មោចចាប់ខ្មោចកើតខ្មោចមានន័យថាម៉េចបើទាហានគេរត់ចូលអស់ហ៊ុនសែនខ្មោចដូច្នេះហើយគេហៅថាធ្វើមិនហ៊ានចាប់មីខ្មោចតែចាប់មីខ្មោចនេះកើតខ្មោចអីចឹងអុយកាប់តទៀតទៅអានឹងជាយុទ្ធសាស្ត្រហ៊ុនសែនកាលណាស្រេចអនុញ្ញាតឲ្យគេកាប់អីមិនពុះគណៈតាមប្រងសង្កេតមើលទៅការបង្ក្រាបរបស់រដ្ឋាភិបាលដឹកនាំដោយលោកសៅសុខាហ្នឹងតើព្រះអង្គមើលឃើញថាវាមានប្រសិទ្ធភាពប្រមាណភាគរយហើយវាមិនមានប្រសិទ្ធភាពប្រមាណភាគរយណាបងជាទម្លាប់ទូទៅដែលយើងមើលឃើញកាលណានាយករដ្ឋមន្ត្រីប្រកាសគេធ្វើដូចយើងវៃទឹកបង្អើលត្រីចង្វាកាលណាវៃទឹកផឹងវាលូតព្រាតលូតផុតពីទឹកណាហើយមកផ្លេតហ្នឹងឯចង្វាមិនរត់ឲ្យខ្លាយតែរត់ផុតយើងដើរចេញវាហែលធម្មតាអញ្ចឹងសកម្មភាពរបស់ញោមនាយករដ្ឋមន្ត្រីត្រីចង្វាសុទ្ធមកពូគាត់យករបៀបត្រីចង្វាគាត់ឃើញត្រីចង្វាហែលទឹកយ៉ាងណានាយករដ្ឋមន្ត្រីចេញទ្រឹស្ដីបែបត្រីចង្វាអញ្ចឹងអាទ្រឹស្ដីត្រីចង្វានេះវាមិនដែលហែលទៅបានឆ្ងាយទេហើយវាមិនដែលចេះខ្លាចដែរអញ្ចឹងបានត្រីចង្វាចូលមុងរហូតតែគេអូសមុងគេដេញវៃទៅរត់ចូលមុងហើយអញ្ចឹងអារឿងកាព្រីនឹងដូចគ្នាប្រសិទ្ធភាពបើមើលពីប្រសិទ្ធភាពវិញប្រៀបធៀបនឹងការចំណាយនឹងពាក្យសម្ដីដែលនាយករដ្ឋមន្ត្រីនិយាយដូចខ្លាំងដូចធំមែនទែនប៉ុន្តែចេញសេចក្តីប្រកាសឲ្យគេបំផ្លាញមានប្រសិទ្ធភាពអីអញ្ចឹងបើមើលពីភាគរយវិញយើងគិតមិនបាន 20% ផងព្រោះពេលដែលហាមឃុនមិនឲ្យគេកាប់គេដឹកយ៉ាងរន្ទឺមានន័យថាអត់ប្រសិទ្ធភាពមួយហើយពេលដែលទៅទប់ស្កាត់ធ្វើឲ្យគេដុតឈើចូលបំផ្លាញជាបទអក្រិតនេះបើយើងអាចចាត់ទុកជាបទអក្រិតយើងអាចចាត់ទុកជាបទល្មើសក្បត់ជាតិគូទៅចាប់ពួកអស់នោះដាក់ទណ្ឌកម្មហើយអ្នកដែលអនុវត្តគោលការណ៍បានយកទៅដាក់គុកទៅណាបើមិនដាក់គុកទេអាប្រសិទ្ធភាពការងារអត់មានទេដូច្នេះយើងមើលលើទិដ្ឋភាព2នេះហើយដែលយើងមើលឃើញថាបើគិតជាភាគរយវិញបានប្រហែល 20% គឺគេរត់នៅពេលដែលគិតចូលទៅដល់
នឹងឯងដែលយើងខាំ20%គេរត់ពីលេខគិតចូលទៅដល់ប៉ុន្តែពីលេខគិតចេញគេដកតាមធម្មតាប្រក្តីចឹងទៅហើយថាអត់មានប្រសិទ្ធភាពមួយទេនាយករដ្ឋមន្ត្រីប្រកាសឲ្យគេទប់ស្កាត់បទល្មើសប៉ុន្តែការពារបុគ្គលណានាយករដ្ឋមន្ត្រីហ៊ុនសែននិយាយផ្ទាល់មាត់របស់គាត់ហាមប៉ះឈើរបស់ទ្រីភិបនិងអញ្ញាញានម៉ារ៉ាឌីពីព្រោះទ្រីភិបនិងញានម៉ារ៉ាឌីគឺជាក្រុមហ៊ុនស្របច្បាប់ដែលរដ្ឋបានអនុញ្ញាតអញ្ចឹងមានន័យថាម៉េចស្រែកបង្អើលគេហ្នឹងនេះឯងស្រែកបង្អើលថាកុំអោយគេកាប់ព្រៃប៉ុន្តែអនុញ្ញាតឲ្យបុគ្គលរស់ស៊ីយ៉ាងចាស់ដៃណាហើយទ្រីភិបដឹកមួយថ្ងៃមិនដឹងជាប្រមាណ100តនហើយក្រុមហ៊ុនអញ្ញាម៉ារ៉ាឌីដឹកទាំងយប់ទាំងថ្ងៃហើយក្រមរូបភាពសម្បត្តិសេដ្ឋកិច្ចនោះគេមិនមែនកាប់ởក្នុងដីសម្បត្តិសេដ្ឋកិច្ចទេគេរុកទៅកាប់ởកន្លែងផ្សេងទៀតយកមកដាក់នៅក្នុងដីសម្បត្តិសេដ្ឋកិច្ចហើយនាយករដ្ឋមន្ត្រីការពាររឿងហ្នឹងហើយនាយករដ្ឋមន្ត្រីមានរបៀបមួយទៀតគិតស៊ីស៊ូជាមួយនឹងអ្នកទៅកាប់ឈើទៅបង្ក្រាបបទល្មើសហ្នឹងកាលណាអ្នកស្រុកមើលឃើញច្រើនក៏ស៊ីស៊ូគ្នាថាម៉េចទៅសេសម្បត្តិគ្នាទៅវិញថាមកអូយយើងសក់ចិត្តចាប់5ឡាននោះដើម្បីឲ្យកុំអោយគេមើលមកឃើញថាយើងអនុញ្ញាតឲ្យដឹកខ្លាំងពេកអញ្ចឹងយើងចាប់5ឡាននោះប្រគល់កិច្ចចាប់5ឡានចាប់រួចហើយធ្វើក្តារស្នាមត្រឡប់ឲ្យទៅពួកនោះវិញលក់ដដែលនោះដូច្នេះប្រសិទ្ធភាពនៃណា3ទិដ្ឋភាពនេះយើងមិនសង្ឃឹមទេដូច្នេះប្រសិទ្ធភាពដែលអាចសល់ព្រៃឈើនៅក្នុងស្រុកខ្មែរបានគឺប្រជាជនខ្មែររួមគ្នានិយាយប្រជាជនខ្មែររួមគ្នាទប់ស្កាត់ការពារឃើញដកឈើកន្លែងណាថតបង្ហោះកន្លែងនោះទៅដោយអាត្មាតែខ្លួនឯងម្នាក់ថតបង្ហោះរហូតតាម Facebook យ៉ាងហោចណាស់បានញាតិញោមមើលឃើញចូលរួមសោកស្ដាយកាលណាចូលរួមសោកស្ដាយគេហ៊ាននិយាយកាលណាហ៊ាននិយាយហ៊ុនសែនអស់រិស័យនឹងជីវិតណាហើយគាត់ឈឺចាប់ដែរគាត់មិនឈឺចាប់ឲ្យក្នុងនាមនាយករដ្ឋមន្ត្រីម្នាក់ត្រូវតែចេះឈឺចាប់រឿងអញ្ចឹងនាយករដ្ឋមន្ត្រីខ្លាំងតែសន្តិប៉ុន្តែអ្វីធ្វើវាមិនបានអញ្ចឹងបានអាត្មាថាការពារតពុមីខ្មោចហ្នឹងណាតាមព្រះអង្គមានថារដីកាមិញថាដូចថាការចាប់ឈើហ្នឹងគឺមានការស៊ីស៊ូគ្នាតើចំពោះចំណុចដែលមានការស៊ីស៊ូគ្នាហ្នឹងតើព្រះអង្គមានផុសតាងអីខ្លះដែលយើងអាចដាក់ពីបណ្ដឹងទៅតុលាការបានទេហើយយើងមានភ័ស្តុតាងស្របច្បាប់មួយគឺសញ្ញេដីសម្បត្តិសេដ្ឋកិច្ចហ្នឹងអាស៊ីស៊ូហ្នឹងបើសិនជាដីសម្បត្តិសេដ្ឋកិច្ចហេតុអីបានគេទៅកាប់ឈើដោយសារគេយករូបភាពយកអនុក្រឹត្យដីសម្បត្តិសេដ្ឋកិច្ចនោះទៅកាប់ឈើអានោះពោះតាំងពេញទាំងយើងនិយាយតាមអានឹងដែរហើយការនិយាយការជជែកនេះដោយអត់ចោតនាយករដ្ឋមន្ត្រីទេប៉ុន្តែយើងឃើញសញ្ញេរបស់នាយករដ្ឋមន្ត្រីយកឧទាហរណ៍នៅក្នុងស្រុកសណ្ដានខេត្តកំពង់ធំដី 2000 ហិកតាជាងដែលដីព្រៃសុទ្ធហើយសាលាខេត្តកំពង់ធំនិងនាយករដ្ឋមន្ត្រីសញ្ញេដីសម្បត្តិសេដ្ឋកិច្ចបងប្អូនទៅមើលហួសឃុំមានរឹតបន្តិចនៅក្នុងស្រុកសណ្ដានគេដាក់ផ្លាកគេដាក់អនុក្រឹត្យបិទប្រហែលជា2 ម៉ែត្រ 4 ជ្រុងអនុក្រឹត្យឲ្យឃើញសញ្ញេនាយករដ្ឋមន្ត្រីច្បាស់ចេះសញ្ញេយល់ព្រមដោយលោកនាយករដ្ឋមន្ត្រីអុយដីសម្បត្តិសង្គមកិច្ចបន្ទាត់ពិតគេធ្វើរោងចក្រកែច្នៃឈើនៅក្នុងនោះហើយនិយាយពីឈើចូលមិនរួចសឹងតែថាភាសាខ្មែរយើងថាកវែងដងដឹងទើសកវែងដងបថោទើសមាននេះទៅឈើវាចង្អៀតគ្នាមកសតទៅឈើប៉ុន្តែគេថាដីសម្បត្តិសង្គមកិច្ចដោយសារដីត្រង់នោះវាអត់មានព្រីវិរិចរីលអស់ហើយអានឹងហើយជាភឿតាំងដែលយើងអាចចោទដាក់បន្ទុកបាននេះអ្នកណាអ្នកសញ្ញេនេះហើយដែលត្រូវទទួលខុសត្រូវអ្នកនោះហើយដែលត្រូវជាប់ទោសអ្នកនោះហើយដែលជាជនក្បត់ជាតិអ្នកនោះហើយដែលជាអក្រិតជនព្រាជឈើយើងអាចហៅបានដែរដោយសារយើងមើលឃើញអស់នោះអត់បានមើលឃើញគ្រាន់តែថាឃើញឈើដឹក1ឡាន2ឡានហើយចោទប្រកាន់ថាគេអក្រិតជនទេមិនមែនទេយើងមើលឃើញអនុក្រឹត្យនោះដែលយើងហ៊ានចោទបានពូគណៈបើតាមមានផតតាំងអញ្ចឹងតើខាងអត់មានខាងក្រុមសហគមន៍ព្រៃឡង់ណាធ្វើជាផតតាំងមួយដើម្បីដាក់ពាក្យបណ្ដឹងទៅតុលាការឲ្យមានចាត់វិធានការចំពោះអ្នកកាប់បំផ្លាញព្រៃឈើហ្នឹងក៏ដាក់ហើយតែគេមិនទទួលនិយាយពីយើងស្រែកយើងប្តឹងទៅរដ្ឋាភិបាលស្រែកឡើងចង់ដាច់កំពង់កមួយទៅហើយសហគមន៍រហូតដល់ដាច់បាយដាច់ទឹកខំងើបនឹមគ្នាតវ៉ាគេចាប់ដាក់គុកក៏នៅតែមិនខ្លាចខំប្រឹងតវ៉ាប៉ុន្តែគ្មានដំណោះស្រាយមិនបើគីអ្នកសញ្ញេគីអ្នកអនុគ្រោះឲ្យកាប់ឲ្យយើងទៅប្តឹងអាអ្នកកាប់ធ្វើម៉េចបើដូចជាយើងបានសាច់មកដុំហើយមិនទាន់ហ៊ានទទួលទានទេយកទៅផ្ញើខ្លាសិនណាផ្ញើទុកឲ្យខ្លាមើលអុយវាដេះសល់ហើយមួយយ៉ាងទៀតភាសាខ្មែរយើងគេថាពងមិនណាយកទៅផ្ញើអន្សត្វក្អែកដែលនៅហេស៊ីខ្ទេចណាហ្នឹងពួកហ្នឹងអ្នកហេស៊ីអ្នកណាអ្នកហេកព្រីយើងពួកហ្នឹងហើយអ្នកហេកដូច្នេះទៅប្តឹងតុលាការបានចំណេញពីព្រីហ្នឹងឯងតែប្តឹងនាយករដ្ឋមន្ត្រីបានប្រាក់ពីព្រីហ្នឹងហើយធ្វើយូរបាយរឿងហើយនេះសិតតែដើរពេនភ្នេនតាមមុខវៀងនំបញ្ចុកមួយចានលេងឲ្យ2លានអីហ្នឹងមិនដែល
អានឹងខូចទីផ្សារអានឹងក្បត់ទីផ្សារនំបញ្ចុកលក់2000អញឲ្យ2លានថែមសូនយីនាយករដ្ឋមន្ត្រីសូនមែនដល់ថែមសូនទៅលើនំបញ្ចុកអញ្ចឹងវាអត់ល្អមើលបានពោកណាដោយសារតែពេលវេលាមានតម្លៃហើយណាមួយព្រះអង្គក៏មានការកិច្ចការរវល់ផងជាចុងក្រោយតើព្រះអង្គមានអ្វីជាសំណូមពរឬក៏ចង់បន្ថែមទៅលើហ្នឹងផងតើបញ្ហាប្រៃឈើពោចម្រើនពោអរគុណចំពោះបងអូនវណ្ណធាដែលបានផ្ដល់ឱកាសនឹងធ្វើបទសម្ភាសន៍មួយជាមួយនឹងអាត្មាគិតថាអនុសាសន៍មិនផ្លេចទេមានតែការលូមវត្តទី1ទៅលើពុទ្ធបរិស័ទខ្មែរយើងរួមគ្នាការពាររួមគ្នានិយាយរួមគ្នាបង្ហាញពស់តាំងរួមគ្នាជជែកពីបញ្ហាកាប់បំផ្លាញព្រៃឈើហើយយកការប្រៀបធៀបមួយកាលណាអស់ព្រៃឈើអស់ជីវិតព្រៃឈើគឺជាអាយុជីវិតរបស់យើងទាំងអស់គ្នាណាព្រៃឈើហើយនឹងអាយុជីវិតខ្វះមួយណាអត់បានទេអញ្ចឹងយើងនាំគ្នាលើកបញ្ហានោះម្ដងហើយម្ដងទៀតប្រកាសជាដឹងឮគ្រប់គ្នាហើយគេនឹងចូលរួមការពាររឿងទី2អាចតែជាការបិណ្ឌបាតទៅកាន់នាយករដ្ឋមន្ត្រីមុខដដែលដូរតែឈ្មោះទេប៉ុន្តែមុខដដែលឈ្មោះពីហ៊ុនសែនទៅអគ្គមហាសេនាបតីអញ្ចឹងទៅមានន័យថាឈ្មោះវាថ្មីបើមនុស្សដដែលទោះតែគិតឈ្មោះថ្មីមនុស្សដដែលក៏យើងនៅតែបិណ្ឌបាតគិតសូមឲ្យគាត់ពង្រឹងការសន្យារបស់គាត់នឹងឲ្យបានរឹងមាំកុំឲ្យគ្រាន់តែសន្យាថាលេងណាខ្ញុំមិនពោអរគុណផ្ទះខ្ញុំអង្គុយយំសង្ឃឹមអ្នកធំដោះស្រាយបញ្ហាខ្ញុំដេកក្រាលដីគេដេកវិឡាសង្គមខ្វះធម៌សម្លាប់ខ្មែរហើយគេដុតផ្ទះខ្ញុំរាជការបាត់ភ្នែកខ្ញុំប្រឹងខំស្រែកគេមិនលឺឡើយខ្ញុំខ្មែរអ្នកក្រមានទុកឥតស្បើយរងចាំចម្លើយឆ្ងាយដូចជើងមេឃគេដុតផ្ទះខ្ញុំនឹងដុតខ្លួនជីវិតខ្ញុំសូនសង្ឃឹមថ្ងៃស្អែកកម្លាំងមហាជននឹងពុំបំបែកម៉ែនាំគ្នាហែកសង្គមផ្ដាច់ការបើសិនខ្ញុំស្លាប់សូមខ្មែរចងចាំមហាពលិកម្មដើម្បីខែមរាបើខ្ញុំនៅស្ងៀមបៀមទុកខ្លោចសាគង់គេផ្ដន់ទីប្រហាខ្ញុំបង